កូនស្វាតូចដែលខ្វះភាពកក់ក្ដៅពីម្ដាយកំពុងផ្ទុះការចាប់អារម្មណ៍ពេញពិភពលោកជារឿងដែលកំពុងតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជននៅជុំវិញពិភពលោកដែលបានមើលឃើញថាមិនថាមនុស្សឬក៏សត្វសុទ្ធតែចង់បានភាពកក់ក្ដៅនិងការស្រឡាញ់ថ្នាក់ថ្នមពីឪពុកម្ដាយជាពិសេសក្រោយពីបានឃើញវីដេអូរបស់កូនស្វាតូចដែលខ្វះភាពកក់ក្ដៅពីម្ដាយនិងត្រូវសត្វស្វាដទៃធ្វើបាបកើតមកភ្លាមត្រូវម្ដាយបោះបង់ចោលកូនស្វាដ៏តូចកំសត់មួយស្ថិតនៅក្រោមការមើលថែពីបុគ្គលិកនៅសួនសត្វ Ichikawa City Zoo នៅឯប្រទេសជប៉ុនជីវិតខ្វះភាពកក់ក្ដៅកូនស្វាដែលមានឈ្មោះថាផាញ់ត្រូវបានណែនាំឲ្យចូលទៅសម្របខ្លួនជាមួយវងស្វាផ្សេងទៀតប៉ុន្តែការឈឺចាប់កាន់តែមានទំហំធំឡើងនៅពេលដែលវត្តមានរបស់វាត្រូវបានបដិសេធនិងច្រានចេញយ៉ាងកម្រោលទស្សនវិជ្ជានេះបានធ្វើឲ្យអ្នកទស្សនាតាមអ៊ីនធឺណិតជាពិសេសបណ្ដាញសង្គមបានរំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញវាប្រឹងប្រែងជំនះភាពឯការបស់ខ្លួនដោយយកតុក្កតាធ្វើជាម្ដាយកាលនៅថ្ងៃទី26ខែកក្កដាផាញ់ត្រូវបានសង្គ្រោះដោយបុគ្គលិកសួនសត្វដែលព្យាយាមផ្ដល់ឲ្យវានៅអ្វីគ្រប់យ៉ាងជាពិសេសប្រដាប់ក្មេងលេងដូចជាមនុស្សក្នុងចំណោមនោះកូនស្វាដែលមានអាយុប្រមាណ6ខែនេះពេញចិត្តយ៉ាងខ្លាំងចំពោះតុក្កតាអូរ៉ង់អូតង់មួយដែលមានទំហំធំជាងខ្លួនសកម្មភាពរបស់ផាញ់ចាត់ទុកតុក្កតាលើសពីប្រដាប់ក្មេងលេងដោយបានអោបយ៉ាងជិតស្និទ្ធជាមួយនឹងអារម្មណ៍ពោពេញទៅដោយភាពកក់ក្ដៅប្រៀបដូចជាម្ដាយរបស់វាបានប្រឡែងលេងវាការពារហើយថែមទាំងទាញដៃតុក្កតានោះទៅអោបជាប់នឹងខ្លួនថែមទៀតផងមិនចង់ឲ្យវារស់នៅក្នុងសភាពបោកបញ្ឆោតកាលពីដើមឆ្នាំ2026នេះបុគ្គលិកសួនសត្វបានណែនាំផាញ់ឲ្យចូលវងជាមួយនឹងស្វាផ្សេងទៀតប៉ុន្តែគ្មានការស្វាគមន៍នោះឡើយផ្ទុយទៅវិញកូនស្វាដ៏កំសត់នេះត្រូវបានច្រានចេញឲ្យដួលទីណាត់ទីណែងផងដែរស្ទាក់ស្ទើរក្នុងការរករោគអ្នកផ្សេងទៀតផាញ់នៅតែស្វែងរកវិធីបំបត្តិភាពឯការបស់ខ្លួនដោយរក្សានូវក្តីសង្ឃឹមនិងក្តីស្រឡាញ់សម្រាប់ខ្លួនតាមរយៈការវិលទៅលេងជាមួយនឹងតុក្កតាអូរ៉ង់អូតង់វាមិនចង់ឃ្លាតពីម្ដាយសប្បនិមិត្តនោះឡើយហើយបុគ្គលិកថែទាំក៏បានព្យាយាមបំបែកផងដែរជីវិតរបស់ផាញ់បានឆ្លុះបញ្ចាំងឲ្យឃើញរាល់សពសត្វតែងតែត្រូវការភាពកក់ក្ដៅដូចជាមនុស្សដែរដោយគ្មានអ្នកណាចង់រស់នៅកំព្រាខ្វះទីពឹងនោះឡើយបច្ចុប្បន្នកូនស្វារូបនេះទទួលបានការរាប់អានពីបណ្ដាមនុស្សពេញពិភពលោកជាពិសេសអ្នកដែលបានទៅជួបផ្ទាល់នៅឯសួនសត្វ Ichikawa City Zoo ហើយស្វាមួយចំនួនហាក់ដូចជារាប់រកវាឡើងវិញផងដែរ